ទឹកត្រជាក់ខ្យល់អាកាសបរិសុទ្ធទេសភាពស្រស់បំព្រងទឹកធ្លាក់ច្រកល្អៀងលេងទឹកធ្លាក់ត្រជាក់កាយាទេសភាពស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធទឹកធ្លាក់ច្រកល្អៀងរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានទេសភាពធម្មជាតិទឹកភ្នំត្រជាក់ទេសភាពស្រស់បំព្រងខ្យល់អាកាសបរិសុទ្ធស្ថិតនៅក្នុងខេត្តពោធិ៍សាត់ស្រុកក្រគរប្រជាពុទ្ធបរិស័ទជាច្រើនគ្រប់រូបក្មេងចាស់ប្រុសស្រីជិតឬឆ្ងាយតែងតែក្រោយបំពេញបុណ្យឬក៏មានធុរៈដំណើរកម្សាន្តឬក៏មានកិច្ចការដែលត្រូវបំពេញនៅទីនោះតែងមិនខកខានទៅលេងទឹកធ្លាក់មួយនេះដែលជារមណីយដ្ឋានដ៏ស្រស់ស្អាតពីធម្មជាតិទឹកធ្លាក់ច្រកល្អៀងជារមណីយដ្ឋានមួយដែលពេញនិយមហើយសប្បាយរីករាយជាលក្ខណៈគ្រួសារលក្ខណៈក្រុមការងារជាលក្ខណៈញាតិព្រះធម៌ក្រោយពីបំពេញបុណ្យពេលលហែក្រោយពីទៅដល់ទីនោះហាក់ដូចជាអារម្មណ៍ស្រស់ស្រាយសប្បាយជាមួយនឹងធម្មជាតិដែលទៅហើយមិនចង់ឃ្លាតទឹកត្រជាក់ទេសភាពស្រស់ស្អាតសំឡេងទឹកធ្លាក់សំឡេងទឹកហូរធ្ងុយធ្ងរហាក់ដូចជាសំឡេងតន្ត្រីមួយដែលប្រគំយ៉ាងរងំនៅកណ្ដាលព្រៃអញ្ចឹងដែរមិនត្រឹមតែប៉ុណ្ណោះទៀតសោតសំឡេងបាក់សីនិងបាក់សាខ្ញៀវខ្ញាកងរំពងហាក់ដូចជាត្រេកអរជាមួយនឹងដំណើរកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងមួយនេះផងដែរខាងសហគមន៍ទេសចរធម្មជាតិបានសម្អាតអនាម័យគួរជាទីរីករាយនិងមានអាជីវករលក់ដូរម្ហូបអាហារនំចំណីត្រីសាច់ជាច្រើនបន្លែបង្ការពីធម្មជាតិដ៏គួរឲ្យបរិភោគមានទាំងភេសជ្ជៈជាច្រើនមុខច្រើនប្រភេទនិងមានវត្ថុអនុស្សាវរីយ៍ជាច្រើនផងដែរទឹកធ្លាក់នៅទីនោះគឺមានគ្រប់រដូវកាលទាំងរដូវប្រាំងនិងរដូវវស្សាគ្រាន់តែប្លែកថារដូវវស្សាគឺមានទឹកគ្រាន់តែប្លែកថារដូវវស្សាមានភ្លៀងធ្លាក់ច្រើនទឹកច្រើនហើយទឹកនៅតែត្រជាក់ជាតារាបមានរោងអាហារមានរានអង្គុយលេងមានកន្លែងជាទីគួរឲ្យសប្បាយរីករាយហើយកន្លែងកម្សាន្តមានជាច្រើនដំណាក់គឺទៅតាមកន្លែងនីមួយៗគឺមានទេសភាពផ្សេងៗគ្នាហើយនឹងគួរជាទីរីករាយក៏ផ្សេងគ្នាដែរសំខាន់គឺចេះរកកន្លែងដ៏សមគួរសម្រាប់ខ្លួនឯងសំខាន់ចេះធ្វើខ្លួនឯងឲ្យសប្បាយដោយខ្លួនឯងកុំចាំឲ្យគេនាំសប្បាយកុំចាំឲ្យគេនាំបង្កើតបរិយាកាសយើងត្រូវរៀនបង្កើតបរិយាកាសនិងពេលវេលាដោយខ្លួនឯងយើងបង្កើតភាពសប្បាយរីករាយដោយខ្លួនឯងនោះទុកកង្វល់ប្រកបជាបាត់ពេលវេលាជិះមាសប្រាក់